Và nhiều thưa ông ôn chập đam chinh cái tôi ông ôn chập đam chinh cái tôi hay bộ cái cuột chập đam liên cái tôi mà lộc Win Thai Suveri nè nằm phía còn tập phụ minh hay cái ban chơi top chỉ môi năng prasa rồi bỏ sầm đạch để vô đạn trai Campuchia đây phước bọt sầm phía đạch mục chỉ môi năng xa bỏ miền Reuters thà hay ban liên tiên mà lên đây Campuchia rồi lốp bọt chụp banh đã tu container liên tiên từ đây Campuchia ấy lâu đi cái trình bọ sai thà cá đã tu container nấu lơ từ đây Campuchia rồi bọt chụp banh cứ cái phơi lang đầm bay cà phê săn thì sóc săn đập nọp rồi bọt chụp banh mình miên caผมลบបំពេញលើទឹកដីកម្ពុជាទេហើយគេសង្កត់បន្ថែមទៀតថាភាគីខាងថៃខាងចៅសៀមរងចាំជានិច្ចនៅការដោះស្រាយតាមទ្វេភាគីតាមបែបសន្តិភាពផ្សេងៗពីសំណាក់កម្ពុជានិងថៃហើយការយូរយ៉ាងមកហើយមិននិយាយចឹងប្រហែលខែមកហើយមិននិយាយចឹងអ្នកឯងអះអាងថាជាទឹកដីរបស់អ្នកឯងអនុទានរៀបចំគម្រោងធ្វើរបងព្រំដែនរឹងមាំថែមទៀតមិននិយាយចឹងផងមកដល់ពេលសម្ដេចលាតត្រដាងបកអាក្រាតមុខមាត់ទៅឆាកអន្តរជាតិធ្វើភ័យខ្លួនបកស្រាយតាមក្រោយនេះគ្រាន់តែជាសម្ដីរបស់លោក Win Thai Suveri អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបងប្អូនកំណែកនៅពេលនេះអនុទានច័ន្ទវរៈភ្នែកប៉ោងវាអត់ទាន់បានឆ្លើយតបចំពោះអ្នកកាសែតដែលបានសួរថាតើអនុទានបកស្រាយយ៉ាងណាចំពោះសម្ដេចដែលបានប្រកាសថាថៃជាអ្នកឈ្លានពានទឹកដីកម្ពុជាអនុទានភ្នែកខៀវបានត្រឹមតែឆ្លើយថានៅពេលនេះគេមិនទាន់គិតរឿងព្រំដែនទេគេគិតតែបញ្ហាបង្កើតរដ្ឋាភិបាលចម្រុះមួយក្លិចថានិយាយមួយថ្ងៃចេះមួយម៉ោងចេះមួយម៉ោងចុះហើយនៅពេលនេះទៀតសារព័ត៌មានគ្រប់សារព័ត៌មានទាំងពីទូរទស្សន៍ចុះផ្សាយអំពីសកម្មភាពនិងប្រសាសន៍របស់សម្ដេចដែលបានបកអាក្រាតថៃនៅលើឆាកអន្តរជាតិហើយបន្ទោសទៅលើរដ្ឋាភិបាលថៃថាដើរយឺតជាងកម្ពុជាមួយជំហានហើយនៅផ្លូវយន្តការការទូតទៅកាន់អន្តរជាតិហើយបញ្ហាប្រឈមមួយទៀតផ្នែកសន្តិសុខរបស់ចៅគេបានបន្ទោសទៅលើអនុទានថាអត់បានគិតពីប្រទេសរបស់ខ្លួនកំពុងតែអសន្តិសុខនៅភាគខាងត្បូងដែលក្រុមផ្ដាច់ខ្លួនកំពុងតែបង្កចលាចលអនុទានបែរជាគិតតែពីរឿងព្រំដែនគិតតែពីរឿងសន្លឹកឆ្នោតហើយគេបន្ថែមទៀតថាប្រហែលថ្ងៃនេះគឺការបំទុះក្របបែកនៅភាគខាងត្បូងនោះមាន5ទីតាំងទៅហើយការបំទុះក្របបែករបស់ក្រុមភេរវកនោះគឺគេធ្វើឡើងដើម្បីអបអរសាទរដល់អនុទានដែលឈ្នះឆ្នោតនាពេលថ្មីតែវីដេអូនេះខ្ញុំចង់សង្កត់ធ្ងន់ទៅលើសម្ដីរបស់លោក Win Thai Suveri ដែលបានបកស្រាយថាគេដាក់ទូកុងតឺន័រលើដីកម្ពុជាគឺគ្រាន់តែដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្រោយបត់ឈប់បាញ់ឥឡូវបងប្អូនរងចាំមើលបន្តទៀតថាតើពេលទៅមុខទៀតវាបកស្រាយយ៉ាងណាទៀត